ទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជអាជ្ញាក្រាបបង្គំទូលថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់ជាទីបំផុតអំពីការរៀបចំព្រះរាជពិធីសម្ពោធជានិមិត្តរូបតាមរូបភាពនៅអគារពុទ្ធិកសិក្សាអគារសាលាបាលីផ្លូវលំការចាក់ដីបំពេញទីធ្លាសាលារៀនស្រះទឹកនិងអណ្ដូងទឹកជាព្រះរាជទានដ៏ឧត្តមឧត្តមថ្លៃថ្លាដែលព្រះអង្គបានប្រោសព្រះរាជទានជូនកូនចៅទួតរបស់ព្រះអង្គនៅខេត្តព្រៃវែងខេត្តតាកែវខេត្តពោធិសត្វខេត្តកំពង់ស្ពឺខេត្តកំពតនិងខេត្តព្រះសីហនុក្នុងព្រះបរមរាជវាំងថ្ងៃទី17ខែសីហាឆ្នាំ2026វេលាម៉ោង 10:00 នាទីព្រឹកនេះមួយធំព្រះរាជសមិទ្ធផលដែលទៅសម្ពោធចំនួន10កន្លែងរួមមានអគារពុទ្ធិកសិក្សា2កន្លែងអគារសាលាបាលី1កន្លែងផ្លូវលំ2កន្លែងការចាក់ដីបំពេញទីធ្លាសាលារៀន1កន្លែងស្រះទឹក3កន្លែងនិងអណ្ដូងទឹក1កន្លែងមួយតូចខេត្តព្រៃវែងសង្កាត់កំពង់លាវក្រុងព្រៃវែងកពុទ្ធិកវិទ្យាល័យព្រះនរោត្តមសីហមុនីរាជាព្រៃវែងសាងសង់ថ្មីអគារពុទ្ធិកវិទ្យាល័យមួយខ្នងកម្ពស់2ជាន់មាន10បន្ទប់មានក្តារខៀនតុកៅអីគ្រូនិងសម្មណសិស្សគ្រប់បន្ទប់សាងសង់ថ្មីអគារទីចាត់ការនិងបណ្ណាល័យមួយខ្នងមាន2បន្ទប់មានក្តារខៀនតុកៅអីទូទាំងវងឯកសារធ្វើអំពីដែកនិងសៀវភៅឯកសារមួយចំនួននិងកុំព្យូទ័រលើតុចំនួន10គ្រឿងសាងសង់ថ្មីអគារអនាម័យមួយខ្នង10បន្ទប់ដោយមានរៀបចំដំឡើងជើងទម្រអំពីបេតុងកម្ពស់3ម៉ែត្របំពាក់ទង់ទឹកជ័រចំណុះ5ម៉ែត្រគីបចំនួន1សាងសង់ថ្មីខ្លោងទ្វាររបងថ្មកម្ពស់1ម៉ែត្រ50ប្រវែង135ម៉ែត្ររៀបចំដងទង់ជាតិមួយកន្លែងកម្ពស់7ម៉ែត្រ50មានរៀបចំឧបករណ៍ការពាររន្ទះចំនួន1ដើមព្រះរាជទ្រព្យចំណាយចំនួន2393លាន512,000រៀលស្មើនឹងចំនួន$598,378 ដុល្លារអាមេរិកខវត្តរួមដំរីជួសជុលកសាងឡើងវិញអគារសាលាបាលីដែលមានសភាពទ្រុឌទ្រោមមួយខ្នងដែលបានកសាងតាំងពីឆ្នាំ1946មានក្តារខៀនតុកៅអីគ្រូនិងសម្មណសិស្សព្រះរាជទ្រព្យចំណាយចំនួន630លានរៀលស្មើនឹងចំនួន$157,500 ដុល្លារអាមេរិក2តូចខេត្តតាកែវពុទ្ធិកបឋមសិក្សាព្រះមហាសង្ឃរាជប៊ូគ្រីវត្តធម្មវិន័យឃុំស្នោស្រុកព្រៃកបាស់សាងសង់ថ្មីអគារពុទ្ធិកសិក្សាមួយខ្នង3បន្ទប់មានក្តារខៀនតុកៅអីគ្រូនិងសម្មណសិស្សគ្រប់បន្ទប់និងមានកុំព្យូទ័រលើតុចំនួន10គ្រឿងសាងសង់ថ្មីអគារអនាម័យមួយខ្នង4បន្ទប់ដោយមានរៀបចំដំឡើងជើងទម្រអំពីបេតុងកម្ពស់3ម៉ែត្របំពាក់ធុងទឹកជ័រចំណុះ5ម៉ែត្រគីបចំនួន1និងអណ្ដូងខួងប្រើម៉ូទ័របូមទឹកកម្លាំង1សេស50ចំនួន1កន្លែងព្រះរាជទ្រព្យចំណាយចំនួន253លាន441,000រៀលស្មើនឹងចំនួន$63,360 ដុល្លារអាមេរិក3តូចប្រោសព្រះរាជទានជួសជុលផ្លូវលំក្រាលគ្រោះក្រហមនិងចាក់ដីបំពេញទីធ្លាសាលារៀនក្នុងខេត្តពោធិសត្វ3កន្លែង1នៅឃុំអន្សាចំបក់ស្រុកក្រគរប្រវែង5200ម៉ែត្រ2
នៅឃុំតាលូស្រុកតាលូសែនជ័យប្រវែង 1200 ម៉ែត្រនិង3នៅឃុំរំលេចស្រុកបាកានចាក់ដីបំពេញទីធ្លាសាលារៀនទំហំ 14,300 ម៉ែត្រការ៉េព្រះរាជទ្រព្យចំណាយចំនួន 789 លាន 314,000 រៀលស្មើនឹងចំនួន 197,329 ដុល្លារអាមេរិក 4 តូចប្រោសព្រះរាជាទានជីកស្ដារស្រះទឹកមាន 3 កន្លែង 1 នៅខេត្តកំពង់ស្ពឺឃុំ 8 មុំស្រុកពង 1 កន្លែងមានបណ្ដោយ 100 ម៉ែត្រទទឹង 100 ម៉ែត្រជម្រៅ 3 ម៉ែត្រ 2 នៅខេត្តកំពតឃុំស្នាចអន្ចិតស្រុកជុំគិរី 1 កន្លែងមានបណ្ដោយ 100 ម៉ែត្រទទឹង 70 ម៉ែត្រជម្រៅ 3 ម៉ែត្រនិង 3 នៅខេត្តព្រៃវែងឃុំព្រៃខ្លាស្រុកស្វាយអន្តរ 1 កន្លែងមានបណ្ដោយ 40 ម៉ែត្រទទឹង 30 ម៉ែត្រជម្រៅ 3 ម៉ែត្រព្រះរាជទ្រព្យចំណាយចំនួន 412 លាន 4 សែន 1,000 រៀលស្មើនឹងចំនួន 1,301,101 ដុល្លារអាមេរិក 5 តូចប្រោសព្រះរាជាទានដងខួងប្រើម៉ូទ័របូមទឹកកម្លាំង 150 ក្នុងខេត្តព្រះសីហនុឃុំទំនប់រលកស្រុកសៀងហាវចំនួន 10 ដងព្រះរាជទ្រព្យចំណាយចំនួន 168 លាន 9 សែន 58,000 រៀលស្មើនឹងចំនួន 42,240 ដុល្លារអាមេរិកព្រះរាជសមិទ្ធផលទាំង 10 កន្លែងខាងលើចំណាយព្រះរាជទ្រព្យសរុបជារួមមានចំនួន 4,647 លាន 6 សែន 26,000 រៀលស្មើនឹង 1 លាន 1,611,908 ដុល្លារអាមេរិក 2 ធំតំណាងអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ទូលព្រះបង្គំជាខ្ញុំសូមព្រះបរមរាជានុញ្ញាតអញ្ជើញតំណាងចំនួន 58 រូបក្នុងនោះមានស្រី 20 រូបប្រុស 38 រូបអញ្ជើញមកក្រាបថ្វាយបង្គំគាល់ក្នុងបរិយាពិធីដោយក្នុងមួយកន្លែងមានសម្រាប់អគារពុទ្ធិកសិក្សានិងអគារសាលាបាលីមានគណៈកម្មការសាលារៀនមាន 5 រូបនិងក្រុមប្រឹក្សាឃុំចំនួន 1 រូបនៅក្នុងមួយកន្លែងសម្រាប់ផ្លូវលំចាក់ដីបំពេញទីធ្លាសាលារៀននិងស្រះទឹកមានតំណាងប្រជារាស្ត្រ 5 រូបនិងក្រុមប្រឹក្សាឃុំ 1 រូបក្នុងមួយកន្លែងសម្រាប់បណ្ដងទឹកមានតំណាងប្រជារាស្ត្រ 3 រូបនិងក្រុមប្រឹក្សាឃុំ 1 រូបនៅថ្ងៃទី 16 ខែសីហាឆ្នាំ 2026 រថយន្តក្រុមសម្ដេចឪបានទៅទទួលដឹកនាំពីភូមិឃុំមកកាន់រាជធានីភ្នំពេញនិងមានលោកគ្រូពេទ្យពិនិត្យសុខភាពជូនពេលល្ងាចនឹងព្រឹកពិសាអាហារនិងសម្រាប់នៅសន្តាគារក្បែរផ្សារចាស់នៅពេលយប់មន្ត្រីក្រុមសម្ដេចឪបានជូនទស្សនាកម្សាន្តនៅក្នុងរាជធានីភ្នំពេញដោយមានថតរូបជាអនុស្សាវរីយ៍នៅមុខព្រះបរមរាជវាំងមុខមណ្ឌបព្រះបរមរតនកោដ្ឋនិងនៅកន្លែងផ្សេងៗមួយចំនួនទៀតនៅព្រឹកថ្ងៃទី 17 ខែសីហានេះរថយន្តក្រុមសម្ដេចឪបានដឹកជញ្ជូនពីសន្តាគារចូលមកទស្សនាព្រះវិហារប្រកែមរកតនិងព្រះទីនាំងទេវាវិនិច្ឆ័យបន្ទាប់មកអញ្ជើញចូលកន្លែងប្រារព្ធរាជពិធីដើម្បីក្រាបថ្វាយបង្គំគាល់ព្រះកាលណាជាអម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏គង់គួរជាទីបំផុតក្រោយពីចប់រាជពិធីរថយន្តក្រុមសម្ដេចឪនឹងជួលដំណើរត្រឡប់ទៅលំនៅឋានវិញដោយមានបាយម្ហូបឆ្ងាញ់ពិសាមួយកញ្ចប់និងទឹកផ្លែឈើសម្រាប់ម្នាក់ពិសាតាមផ្លូវ 3 ធំព្រះរាជអំណោយប្រទានដល់តំណាងដែលអញ្ជើញចូលក្រាបថ្វាយបង្គំគាល់សម្រាប់គណៈកម្មការសាលារៀនប្រជារាស្ត្រនិងអាជ្ញាធរទទួលបានក្នុងមួយរូបមានអង្ករចំនួន1បាវស្មើនឹង50គីឡូក្រាមត្រីខចំនួន10កំប៉ុងមីចំនួន2កេសឃីតចំនួន1កញ្ចប់មានមុង1ភួយ1សរង1ក្រមា1អាវរងាមានថ្លាក់ព្រះអំណោយ
ព្រះករណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាចំនួន1អាវយឺតមានស្លាកព្រះរាជអំណោយព្រះករណាព្រះបាទសម្ដេចព្រះបរមនាថនរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាចំនួន1ប្រោសព្រះរាជទានព្រះរាជទ្រព្យជូនដល់គណៈកម្មការសាលារៀននិងប្រជារាស្ត្រចំនួន 150,000 រៀលក្រុមប្រឹក្សាឃុំសង្កាត់ចំនួន 300,000 រៀលមន្ត្រីក្រុមសម្ដែងឪដែលបានទៅដឹកនាំមកនិងជូនដំណើរទៅវិញចំនួន 100,000 រៀលទូលព្រះបង្គំជាខ្ញុំតំណាងលោកស្រីជាអាជ្ញាធរគណៈកម្មការសាលារៀននិងបងប្អូនប្រជារាស្ត្រទាំងអស់សូមព្រះបរមរាជនុញ្ញាតក្រាបបង្គំទូលថ្វាយថ្លែងនៅអំណរព្រះរាជគុណដ៏ពងពោះបំផុតថ្វាយព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ពងពោះជាទីបំផុតដែលព្រះអង្គបានសពព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសមិទ្ធផលដ៏ឧត្តុង្គឧត្តមទាំងអស់នេះសម្រាប់បងប្អូនកូនចៅប្រើប្រាស់ជាប្រយោជន៍រួមក្នុងសង្គមជាតិនិងសូមថ្វាយព្រះពរសូមព្រះអង្គព្រះប្រកបដោយព្រះបរមសុខគ្រប់ប្រការសេចក្តីបានក្រាបថ្វាយបង្គំទូលខាងលើទូលព្រះបង្គំជាខ្ញុំសូមព្រះករុណាជាអង្គម្ចាស់ជីវិតលើត្បូងជាទីគោរពសក្ការៈដ៏ពងពោះជាទីបំផុតសូមព្រះមេត្តាជាដ៏ពងពោះជាទីបំផុតសូមក្រាបបង្គំទូលថ្វាយសូមអរព្រះរាជគុណអំពីទូលព្រះបង្គំជាខ្ញុំជាបឋមខ្ញុំសូមជម្រាបសួរសម្ដេចមហាមន្ត្រីគុយសុផលឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីនៃក្រសួងព្រះបរមរាជវាំងខ្ញុំសូមជម្រាបសួរលោកស្រីជាអាជ្ញាធរគណៈកម្មការសាលារៀននិងបងប្អូនជនរួមជាតិទាំងអស់ដែលមានវត្តមាននៅទីនេះថ្ងៃនេះខ្ញុំមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងដោយមានភ័ព្វសំណាងបានជួបលោកស្រីជាអាជ្ញាធរគណៈកម្មការសាលារៀននិងបងប្អូនប្រជារាស្ត្រដែលបានអញ្ជើញមកពីខេត្តព្រៃវែងខេត្តតាកែវខេត្តពោធិ៍សាត់ខេត្តកំពង់ស្ពឺខេត្តកំពតនិងខេត្តព្រះសីហនុដើម្បីមកចូលរួមក្នុងព្រះរាជពិធីសម្ពោធជានិមិត្តរូបនៅព្រះរាជសមិទ្ធផលរបស់ព្រះមហាក្សត្រមានអគារពុទ្ធកសិក្សាអគារសាលាបាលីផ្លូវលំចាក់ដីបំពេញទីធ្លាសាលារៀនស្រះទឹកនិងអណ្ដូងទឹកជូនបងប្អូនកូនចៅបានប្រើប្រាស់ជាប្រយោជន៍រួមក្នុងសង្គមជាតិខ្ញុំសូមថ្លែងអំណរគុណយ៉ាងច្រើនបំផុតជូនចំពោះសម្ដេចមហាមន្ត្រីគុយសុផលដែលបានជួយរៀបចំដំណើររបស់បងប្អូនទាំងអស់បានអញ្ជើញមកពីខេត្តទាំង6នេះដើម្បីមកជួបខ្ញុំក្នុងព្រះបរមរាជវាំងនេះថ្ងៃនេះខ្លួនខ្ញុំនិងបងប្អូនគ្រប់រូបយើងបានជួបជុំគ្នានិងរួបរวมគ្នាជាគ្រួសារតែមួយជានិច្ចកាលខ្ញុំមានសេចក្តីនឹករលឹកជាទីបំផុតចំពោះបងប្អូនជនរួមជាតិនៅទូទាំងប្រទេសនិងតែងតែមានការយកចិត្តទុកដាក់ជាដរាបចំពោះសេចក្តីសុខទុក្ខរបស់ប្រជារាស្ត្រថ្ងៃនេះបន្តិចទៀតនេះបងប្អូននិងខ្ញុំយើងរួបរวมគ្នាដើម្បីកាត់ខ្សែបូជានិមិត្តរូបតាមខេត្តនីមួយៗមាននៅលើផ្ទាំងរូបភាពមានចំពោះមុខនេះខ្ញុំសូមថ្លែងអំណរគុណយ៉ាងច្រើនបំផុតជូនចំពោះសម្ដេចមហាមន្ត្រីគុយសុផលដែលបានដឹកនាំក្រុមការងារសម្ដេចឪនៃព្រះបរមរាជវាំងបានចុះទៅជនបទកសាងសមិទ្ធផលទាំងអស់របស់ព្រះមហាក្សត្រប្រកបដោយស្មារតីយកចិត្តទុកដាក់ខ្ពស់បំផុតខ្ញុំសូមប្រសិទ្ធពរជ័យបវរមហាប្រសើរជូនចំពោះបងប្អូនជនរួមជាតិគ្រប់រូបសូមបងប្អូនកូនចៅបានប្រកបនូវសេចក្តីសុខ
ចម្រុងចម្រើនជនមានអាយុយឺនយូរសុខភាពបរិបូរណ៍ហើយសូមបងប្អូនកូនចៅបានទទួលជោគជ័យជាដរាបក្នុងជីវភាពរស់នៅប្រចាំថ្ងៃសូមអរគុណ